ព័ត៌មានបន្ទាន់ថ្មីក្តៅខមមិនកំភ្លើងជាអនិច្ចជនម្នាក់បាញ់ប្រហារនៅសាលារៀនខេត្តនន្ទបុរីស្លាប់4នាក់របួស30នាក់ប្រហែលជាក្រពលមុខខ្លាំងហើយមើលទៅពុកម៉ែបងប្អូនបាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នានេះគឺជាហេតុការណ៍ដ៏គួរឲ្យរន្ធត់នៅក្នុងប្រទេសថៃបាទកើតឡើងនៅក្នុងសាលារៀនមួយនៅក្នុងខេត្តនន្ទបុរីដែលកំពុងដែលបាទភ័យខ្លាចផ្អើលពេញប្រទេសនិងបាទព័ត៌មាននេះខ្ញុំនឹងអាប់ដេតបច្ចុប្បន្នភាពថ្មីជូនពុកម៉ែបងប្អូនទាំងគ្នាតែម្ដងបាទឥឡូវនេះកុំឲ្យខាតពេលតាមដានជាមួយខ្ញុំទាំងអស់គ្នាបច្ចុប្បន្នភាពខមមិនកំភ្លើងជាអនិច្ចជនបាញ់ប្រហារក្នុងសាលារៀននៅក្នុងខេត្តនន្ទបុរីស្លាប់4នាក់របួស30នាក់រឿងនេះធ្លាប់តែលឺនៅបាទភាគច្រើនគឺនៅសហរដ្ឋអាមេរិកបាទនៅប្រទេសនៅតំបន់អឺរ៉ុបឥឡូវនេះពុកម៉ែបងប្អូនគ្នាកើតមាននៅក្នុងប្រទេសថៃហើយថារឿងដែលបាញ់ប្រហារមិនដែលសុកមានការបាញ់នេះទេអញ្ចឹងរឿងនេះបាទនឹងមានរឿងរ៉ាវយ៉ាងណាជូនពុកម៉ែបងប្អូនគ្នាតាមសេចក្តីរាយការណ៍បឋមថាករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងសាលារៀនស្ថិតនៅក្នុងខេត្តនន្ទបុរីប្រទេសថៃនាថ្ងៃសុក្រទី7សីហា2026នេះតាមព័ត៌មានដែលកំពុងបានផ្សព្វផ្សាយពេញទូទាំងប្រទេសចំនួនអ្នកស្លាប់ដែលបានរាយការណ៍ថាកើនឡើងដល់4នាក់គណៈមនុស្សប្រមាណ30នាក់ផ្សេងទៀតត្រូវបានរងរបួសអ្នករងរបួសត្រូវបានក្រុមសង្គ្រោះបន្ទាន់និងក្រុមវិជ្ជបណ្ឌិតជួយសង្គ្រោះនិងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានការពិនិត្យនិងការព្យាបាលជនសង្ស័យត្រូវបានរាយការណ៍ថាជាសិស្សអនិច្ចជនព័ត៌មានបឋមបានឲ្យដឹងថាអ្នកដែលត្រូវបានសង្ស័យថាជាអ្នកបង្កហេតុគឺជាសិស្សអនិច្ចជននិងជាសិស្សរៀននៅក្នុងសាលានេះផ្ទាល់បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានរាយការណ៍ថាត្រូវបានប្រទះឃើញស្លាប់នៅក្នុងបន្ទប់រៀនមូលហេតុដែលនាំឲ្យមានការបាញ់ប្រហារនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេសមត្ថកិច្ចកំពុងប្រមូលព័ត៌មាននិងភស្តុតាងដើម្បីស្វែងរកមូលហេតុពិតប្រាកដព្រមទាំងពិនិត្យលំដាប់ព្រឹត្តិការណ៍មុននិងអំឡុងពេលកើតហេតុបាទពុកម៉ែបងប្អូនគ្នាហើយយើងបញ្ជាក់រឿងនេះបន្តិចអញ្ចឹងមិនដែលសុកបាទបើទោះបីជាមានចំនួនពាក្យសម្ដីគ្នាបន្តិចបន្តួចក៏មិនអាចឈានដល់យកកាំភ្លើងទៅបាញ់សម្លាប់បាទមនុស្សនៅក្នុងឬក៏សិស្សនៅក្នុងគ្រូនៅក្នុងសាលារៀនដែរអញ្ចឹងរឿងនេះមិនធម្មតាទេសម្រាប់ប្រទេសថៃបាទឥឡូវខ្ញុំបន្តជូនពុកម៉ែបងប្អូនទាំងគ្នាប៉ូលីសបន្តស៊ើបអង្កេតបច្ចុប្បន្នសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតជាបន្តដើម្បីបញ្ជាក់ថាមូលហេតុប្រភពអាវុធនិងព័ត៌មានលម្អិតជុំវិញហេតុការណ៍ចំណុចសំខាន់មួយទៀតដែលសមត្ថកិច្ចត្រួតពិនិត្យគឺស្ថានភាពនិងព័ត៌មានអ្នកពាក់ព័ន្ធនឹងជនសង្ស័យដែលត្រូវបានរាយការណ៍ថាជាអនិច្ចជនសូមបញ្ជាក់ថាតួលេខអ្នកស្លាប់4នាក់និងអ្នករងរបួស30នាក់គឺជាព័ត៌មានបឋមដែលកំពុងត្រូវបានរាយការណ៍ហើយអាចមានការផ្លាស់ប្ដូររហូតដល់មានការបញ្ចប់ចុងក្រោយនៃអាជ្ញាធរថៃដូច្នេះគួររងចាំបញ្ជាក់ពីប្រភពខ្ញុំនឹងដកស្រង់ជូនពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងហេតុការណ៍នេះគឺកើតឡើងនៅថ្ងៃទី7សីហាឆ្នាំ2026នេះតែម្ដងដែលបង្កការភ្ញាក់ផ្អើលឥឡូវនេះក្នុងបណ្ដាញសង្គមប្រទេសថៃបាទទាំងព័ត៌មានទាំងเพจបាទទាំងបណ្ដាញបាទប្រជាពលរដ្ឋផុសបាទពេញនៅក្នុងសង្គមហើយផ្អើលហើយពុកម៉ែបងប្អូនគ្នាយើងឃើញថាមួយរយៈចុងក្រោយនេះថៃមិនត្រឹមតែទទួលរងនៅគ្រោះមហន្តរាយពីធម្មជាតិទេថៃមិនត្រឹមតែទទួលរងនៅវិបត្តិសេដ្ឋកិច្ចទេឥឡូវនេះពាក់ព័ន្ធនឹងការបាញ់បោះពិសេសគឺក្មេងអនិច្ចជននឹងបានន័យថាក្មេងមិនទាន់គ្រប់អាយុដែលមានកាំភ្លើងប្រើហើយបានបាញ់សម្លាប់សិស្សសាលានិងគ្រូនៅក្នុងសាលារៀនបាទនេះពុកម៉ែបងប្អូនគ្នាហេតុភេទអាក្រក់ហេតុភេទដ៏ចម្លែកប្រហែលថ្ងៃមុននេះឥឡូវនេះមានការផ្ទុះហើយ
នេះជាព័ត៌មានដែលខ្ញុំដកស្រង់ជូនពុកម៉ែបងប្អូនគ្នាបាទអញ្ចឹងខ្ញុំសូមបញ្ចប់ព័ត៌មានត្រឹមប៉ុណ្ណេះសិនហើយនឹងដកស្រង់នៅព័ត៌មានបច្ចុប្បន្នភាពថ្មីបើសិនជាទទួលបានថ្មីខ្ញុំនឹងចែករំលែកជូនពុកម៉ែបងប្អូនដល់គ្នាទៀតហើយក៏សូមការគាំទ្របន្តបាទគាំទ្របន្តឥឡូវនេះសូមបញ្ចប់ព័ត៌មានទី1ត្រឹមប៉ុណ្ណេះហើយនាំពុកម៉ែបងប្អូនទៅតាមដានព័ត៌មានអគ្គិភ័យបាទអគ្គិភ័យមួយឆេះនៅក្នុងប្រទេសថៃដែរគឺឆេះរោងចក្រកៅស៊ូកង់ស្ថិតនៅក្នុងខេត្តឈុនបុរីផ្សាយខ្មៅហុយគ្រប់ដណ្ដប់លើផ្ទៃមេឃខណៈអាជ្ញាធរប្រញាប់ចុះអន្តរាគមន៍ខេត្តឈុនបុរីប្រទេសថៃនៅវេលាម៉ោងប្រមាណ 7:25 នាទីថ្ងៃទី7ខែសីហាឆ្នាំ2026នេះមានករណីអគ្គិភ័យដ៏ធំមួយបានឆាបឆេះរោងចក្រកៅស៊ូស្ថិតនៅក្នុងតំបន់ឃុំខ្លងគីវស្រុកបានបឹងខេត្តឈុនបុរីបង្កឲ្យមានផ្សែងខ្មៅក្រាស់ហុយឡើងលើអាកាសអាចមើលឃើញពីចម្ងាយនឹងធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរតំបន់កើតហេតុមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍កម្លាំងពលុតអគ្គិភ័យរួមជាមួយក្រុមសង្គ្រោះបន្ទាន់និងអាជ្ញាធរមូលដ្ឋានបានបញ្ជូនរថយន្តពលុតអគ្គិភ័យជាច្រើនគ្រឿងចូលទៅកាន់ទីតាំងដើម្បីគ្រប់គ្រងស្ថានភាពនឹងទប់ស្កាត់មិនឲ្យអណ្ដាតភ្លើងរាលដាលទៅកាន់ផ្នែកផ្សេងនៃរោងចក្រឬអគារនៅក្បែរនោះតាមរូបភាពពីកន្លែងកើតហេតុគេអាចមើលឃើញថាមានគំនរសម្បកកៅស៊ូកង់ចាស់ជាច្រើននៅក្នុងបរិវេណរោងចក្រខណៈអណ្ដាតភ្លើងបានបង្កើនផ្សែងខ្មៅយ៉ាងក្រាស់ការឆេះសម្ភារៈប្រភេទកៅស៊ូបែបនេះជាធម្មតាធ្វើឲ្យភ្លើងមានកម្ដៅខ្លាំងពិបាកគ្រប់គ្រងនិងបង្កមានការផ្សែងច្រើនដែលអាចប៉ះពាល់ដល់គុណភាពខ្យល់នៅតំបន់ជុំវិញអាជ្ញាធរអំពាវនាវដល់ពលរដ្ឋនិងអ្នកបើកបរយានយន្តសូមជៀសវាងការប្រើប្រាស់ឆ្លងកាត់តាមតំបន់កើតហេតុជាបណ្ដោះអាសន្នដើម្បីផ្ដល់ភាពងាយស្រួលដល់រថយន្តពលុតអគ្គិភ័យនិងរថយន្តសង្គ្រោះអាចចូលប្រតិបត្តិការដោយរលូននិងអាចកាត់បន្ថយហានិភ័យដែលអាចកើតមកពីផ្សែងឬការរាលដាលនៃអគ្គិភ័យរហូតដល់មកដល់ពេលនេះអាជ្ញាធរមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះនៅឡើយទេគណៈក្រុមជំនាញកំពុងបន្តប្រតិបត្តិការពន្លត់ភ្លើងនិងធ្វើការត្រួតពិនិត្យទីតាំងយ៉ាងយកចិត្តទុកដាក់ព្រមទាំងមិនទាន់មានសេចក្តីរាយការណ៍ជាផ្លូវការអំពីអ្នកស្លាប់ឬអ្នករងរបួសឬទំហំការខូចខាតទ្រព្យសម្បត្តិនោះដែរអាជ្ញាធរសូមបញ្ជាក់ថានឹងបន្តការតាមដានស្ថានភាពយ៉ាងដិតដល់ហើយនឹងជូនដំណឹងបន្ថែមទៅសាធារណជននៅពេលដែលព័ត៌មានផ្លូវការអំពីមូលហេតុនៃអគ្គិភ័យក៏ដូចជាការវាយតម្លៃការខូចខាតបន្ទាប់ពីស្ថានភាពស្ថិតក្រោមការគ្រប់គ្រងបាទនេះគឺជាព័ត៌មានដែលដកស្រង់ពីអាជ្ញាធរថៃគេបានបញ្ជាក់អញ្ចឹងពុកម៉ែបងប្អូនគ្នាប៉ុន្តែពុកម៉ែបងប្អូនប្រកាសជាដឹងហើយបើសម្បកកង់បើឆេះគឺមិនងាយរលត់ទេបើយើងដុតតែសម្បកកង់1ឬ2បាទឆេះផងផ្សែងខ្មៅក្រាស់ខ្មឹកទៅផងតែមើលរូបភាពជាក់ស្ដែងបាទសម្បកកង់ចាស់នោះច្រើនណាស់អញ្ចឹងសង្ឃឹមថានឹងឆេះបាទផ្សែងខ្មៅបាទគ្របដណ្ដប់មួយចំហៀងប្រទេសតែម្ដងឬក៏យ៉ាងណាពួកសម្បកកង់វាច្រើនពេកបាទសម្បកកៅស៊ូនេះឆេះគឺឆេះហើយមិនងាយប្រលត់ទេបាទពុកម៉ែបងប្អូនគ្នាខ្ញុំបាទសូមបញ្ចប់ព័ត៌មានទាំងពីរត្រឹមប៉ុណ្ណេះប៉ុន្តែចង់រំលឹកនៅព័ត៌មានទី1ដែលជាព័ត៌មានទាន់ហេតុការណ៍ហើយក៏ជាបច្ចុប្បន្នភាពដែរដោយសារតែការបាញ់ប្រហារនោះគឺតាំងពីព្រឹកឥឡូវនេះមកដល់ពេលនេះបាទសេចក្តីរាយការណ៍បឋមនេះគឺស្លាប់រហូតទៅដល់4នាក់ហើយរបួស30នាក់នៅក្នុងហេតុការណ៍នេះប៉ុន្តែនេះក៏មិនទាន់ច្បាស់ 100% ដែរមានការប្រែប្រួលឬក៏យ៉ាងណាខ្ញុំនឹងត្រៀមដកស្រង់និងធ្វើបច្ចុប្បន្នភាពថ្មីនៅពេលដែលទទួលបានព័ត៌មានពីប្រទេសថៃជូនពុកម៉ែបងប្អូនគ្នាប៉ុន្តែចង់បញ្ជាក់រឿងនេះដែរក្មេងមិនទាន់គ្រប់អាយុមានកំភ្លើងកាន់ហើយបានបាញ់នៅក្នុងសាលារៀនអញ្ចឹងមូលហេតុនេះគេថាគេកំពុងតែស្រាវជ្រាវប៉ុន្តែវាមិនមែនសុកគ្រាន់តែជាចំនួនឬក៏កំហឹងតិចតួចមិនអាច
បង្កទៅជាអំពើហិង្សាបាញ់បោះឬក៏បាញ់ប្រហារសម្លាប់មនុស្សបានទេហើយមូលហេតុនឹងរឿងនេះវាទៅជាយ៉ាងណាខ្ញុំនឹងដកស្រង់នឹងធ្វើបច្ចុប្បន្នភាពជូនពុកម៉ែបងប្អូននៅពេលក្រោយបាទឥឡូវនេះសូមបញ្ចប់ព័ត៌មានត្រឹមប៉ុណ្ណេះហើយអរគុណពុកម៉ែបងប្អូនទាំងគ្នាដែលតែងតែគាំទ្រនិងតាមដានជាប្រចាំអញ្ចឹងសូមបន្តជួយគាំទ្រនិងជួយ Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយបន្ថែមទៀតដើម្បីទទួលបានព័ត៌មានថ្មីៗជាប្រចាំបាទចុងក្រោយសូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើដំណើរទីជិតឆ្ងាយនានាសូមសុខសុវត្ថិភាពបាទអរគុណច្រើនខ្ញុំបាទសូមគោរពលា